បង្ក្រាបករណីគ្រឿងញៀននិងអាវុធនៅក្រុងបាវិតឃាត់ខ្លួនជនបរទេស4នាក់និងដកហូតសារធាតុញៀនជិត1គីឡូក្រាមកម្លាំងនគរបាលខេត្តស្វាយរៀងសហការជាមួយកម្លាំងនគរបាលក្រុងបាវិតបានចុះប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីពាក់ព័ន្ធនឹងការជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនព្រមទាំងករណីកាន់កាប់អាវុធនិងគ្រាប់រំសេវដោយគ្មានការអនុញ្ញាតដោយឃាត់ខ្លួនជនសង្ស័យជនបរទេសចំនួន4នាក់ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី17ខែសីហាឆ្នាំ2026នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតក្រោមការដឹកនាំនិងសម្របសម្រួលពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធជនសង្ស័យទាំង4នាក់រួមមានជនជាតិវៀតណាម3នាក់និងជនជាតិចិនម្នាក់ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតសារធាតុញៀនសរុបមានទម្ងន់885.16ក្រាមរួមជាមួយសារធាតុមិនទាន់ស្គាល់ច្បាស់ជាង2.5គីឡូក្រាមក្រៅពីនេះសមត្ថកិច្ចក៏បានដកហូតអាវុធខ្លីមួយដើមអាវុធវែងមួយដើមនិងគ្រាប់រំសេវមួយចំនួនព្រមទាំងរថយន្ត2គ្រឿងម៉ូតូ1គ្រឿងទូរស័ព្ទដៃ4គ្រឿងកាំបិតជញ្ជីងនិងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតបច្ចុប្បន្នជនសង្ស័យទាំង4នាក់រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តស្វាយរៀងដើម្បីចាត់ការតាមនីតិវិធីចង់បានបន្ទប់ស្អាតទាន់សម័យនិងចំណេញលំហមែនទេជ្រើសរើសសាឡុងក្រេពូករបស់យើងសោភ័ណភាពឈានមុខគុណភាពស្តង់ដាររឹងមាំផាសុកភាពនិងទំនុកចិត្តគឺនៅទីនេះកំងឥឡូវនេះ